បាទគោរពជម្រាបសួរបងប្អូនជនរួមជាតិខ្មែរជាទីគោរពបាទថ្ងៃនេះខ្ញុំបាទមានរូបមន្តឱសថបុរាណខ្មែរយើងបាទថ្ងៃនេះគឺតេតិននឹងឱសថថ្នាំព្យាបាលឬដងបាតបាទមាន2រូបមន្តយកមកជូនបងប្អូនបាទគ្រាន់បានជាធម្មទានឬចំណេះទានបាទថ្នាំទី1បាទថ្នាំទី1នេះជាតិផ្សំមាន1វល្លិថ្លាន់បាទថ្នាំគឺត្រូវមានភាគស្មើគ្នាបាទមានភាគស្មើគ្នាទី1វល្លិថ្លាន់ទី2វល្លិក្លូតទី3មើមអង្គញ់ស្វាទី4បញ្ញាក្អែកដើមសង្កែបាទបញ្ញាក្អែកដើមសង្កែនេះក៏ជាបញ្ញាក្អែកស័ក្តិសិទ្ធិដែរបាទនេះរូបមន្តទី1វិធីធ្វើយកថ្នាំទាំងនោះមកស្ងោបទឹក3យកទឹក1ចូលផឹក1កែវ1ថ្ងៃ3ដងបាទវិធីទី2ចូលយកថ្នាំទាំងនោះហាលថ្ងៃឲ្យស្ងួតចិញ្ច្រាំហើយបុកឲ្យម៉ត់រួចលាយនឹងស្រាស1លីត្រចូលផឹកម្ដង1ពែងតូច1ថ្ងៃ2ដងបាទមានន័យថាថ្នាំ4មុខហ្នឹងយកមកធ្វើមាន2វិធីឥឡូវយើងកុំឲ្យខាតពេលយូរចូលដល់ថ្នាំទី2បាទថ្នាំទី2ជាតិផ្សំមានអីខ្លះថ្នាំទី2ជាតិផ្សំមាន1ម្សៅសណ្តែកសៀងហើយថ្នាំយកភាគស្មើគ្នាដែរបានន័យថាបើមួយខាំទាំងអស់កន្លះខាំទាំងអស់ឥឡូវយើងបន្តគឺ1ម្សៅសណ្តែកសៀង2ម្សៅរមៀត3ស្លឹកម្លូ4សាច់ជូរបាទសាច់ជូរមាន2ប្រភេទណាបាទសាច់ជូរមានសាច់ជូរសនិងសាច់ជូរខៀវក្នុងនេះអត់កំណត់ថាសាច់ជូរអីទេអញ្ចឹងយើងអាចយកសក៏បានយកខៀវក៏បាន5ថ្នាំខ្លាំង6ទឹកខ្មេះធម្មតាប្រើជាមួយម្ហូបអាហារមានន័យថាយើងយកទឹកខ្មេះធម្មតាណាវិធីធ្វើដំសាច់ជូរឲ្យល្អិតហើយបុកឲ្យម៉ត់យកម្លូក្រៀមនិងថ្នាំក្រៀមបុកឲ្យម៉ត់ដែរបាទនេះថ្នាំទាំងអស់ត្រូវក្រៀមបុកឲ្យម៉ត់ដែរច្របល់ថ្នាំទាំងនោះចូលគ្នាហើយលាយឲ្យសព្វជាមួយទឹកឃ្មុំឲ្យឡើងប៉ែកបាទឡើងប៉ែករួចយកថ្នាំទាំងនោះប៉ុនកូនដៃហើយសូនជាគូលីកាបាទថ្នាំនេះគឺមានន័យថាធ្វើវាឲ្យក្រៀមហើយបុកវាលាយទឹកប៉ែកយើងសូនវាជាជាលីកាចូលលេបម្ដង1គ្រាប់1ថ្ងៃ2ដងបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូចំណេះទានបុរាណខ្មែរយើងបាទឱសថបុរាណខ្មែរត្រូវបានទទួលស្គាល់តាមបណ្ដាប្រទេសនានាដូចជាប្រទេសថៃប្រទេសភូមាប្រទេសលាវក៏ទទួលស្គាល់ឱសថបុរាណយើងដែរប្រទេសទាំងអស់ហ្នឹងពីដើមមកស្ថិតនៅក្រោមអាណាខេត្តរបស់យើងទេទទួលឥទ្ធិពលទាំងអក្សរសាស្ត្រវប្បធម៌ឱសថអីផ្សេងគម្ពីរក្បួនខ្នាតយ័ន្តវេទមន្តសិលអីផ្សេងក៏ទទួលឥទ្ធិពលពីយើងដែរបាទសូមអរគុណបាទសូមជម្រាបលា